ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី77រាជកុមារបានវាយហនុមាននឹងធ្នូធ្វើឲ្យហនុមានសន្លប់ម្ដងទៀតរាជកុមារបានបោចវល្លិតូចមួយយកមកចង់ស្លាប់សេកហើយបានយកឈើមកឆ្លាក់អក្សរនៅលើមុខហនុមានរួចបានបញ្ជូនហនុមានទៅឲ្យព្រះរាមដើម្បីឲ្យស្រាយចំណងចេញហនុមានខំរើបំរាស់ខ្លួនឯងយ៉ាងណាក៏មិនរួចឲ្យព្រះភិរុតព្រះសុត្រុតជួយស្រាយទៀតក៏ស្រាយមិនរួចដែរហនុមានខំដើរទាំងក្តីវេទនានិងអៀនខ្មាស់ដើម្បីឲ្យព្រះរាមជួយស្រាយចំណងនៅចំពោះមុខមន្ត្រីធំព្រះរាមស្រាយចំណងពីហនុមានរួចហើយក៏ប្រែហនុមានឲ្យនាំព្រះភិរុតព្រះសុត្រុតចូលទៅច្បាំងចាប់កុមារទាំងនោះដំបូងឡើយរាជកុមារមានជ័យជំនះទាំងខាងវាចាទាំងខាងសមត្ថភាពហើយព្រះភិរុតនិងព្រះសុត្រុតបានដួលសន្លប់ដោយត្រូវធ្នូសរទ័ពស្វាបានជាប់ចំណងហើយហនុមានត្រូវរាជកុមារវាយសន្លប់ជាលើកទី3ទីបំផុតព្រះភិរុតនិងព្រះសុត្រុតដឹងខ្លួនឡើងវិញដោយអំណាចអាវក្រោះព្រះរាមហើយបានថ្លែងសរទៅត្រូវរាមលាក់ដួលសន្លប់ហនុមានបានស្ទុះទៅចាប់ក្មេងទាំងនោះថ្វាយដល់ព្រះរាមចំណែកជប់លាក់រត់រួចខ្លួនព្រះរាមបានឲ្យសេនាចងរាជកុមារព្រមទាំងបណ្ដាប្រកាសដល់ប្រជារាស្ត្រជុំវិញរាជធានីហើយឲ្យយកទៅឃុំឃាំងទុកសម្លាប់ក្នុងរយៈពេល3ថ្ងៃខាងមុខពេលនោះមិនត្រឹមតែប្រជារាស្ត្រដែលរស់នៅក្នុងនគរអយុធ្យាប៉ុណ្ណោះទេដែលយំអាណិតរាជកុមារសូម្បីតែទេវរក្សារាជធានីក៏ជួយអាណិតហើយចុះមកជួយឧបត្ថម្ភកុមារឲ្យបានធូរស្រាលអំពីទុក្ខសោកដែរជប់លាក់ក៏បានយកដំណឹងដ៏ក្រៀមក្រំនេះទៅថ្វាយព្រះមាតាធ្វើឲ្យនាងសីតាសោយសោកទាល់តែសន្លប់បាត់ស្មារតីប៉ុន្តែឥសីបានជួយធ្វើឲ្យនាងដឹងខ្លួនហើយជួយទូទាយឲ្យនាងមានសង្ឃឹមឡើងវិញជប់លាក់បានយកចិញ្ចៀនព្រះមាតាមួយវង់ទៅជាប់នឹងខ្លួនដើម្បីតាមទៅរកម្ចាស់បងលុះទៅដល់ជិតក្រុងអយុធ្យាជប់លាក់ឮអ្នកស្រុកជំនុំគ្នាថារាមលាក់ជាបងនឹងត្រូវស្លាប់នៅថ្ងៃស្អែកក៏ពួនយំនៅក្នុងព្រៃអធិដ្ឋានឲ្យទេវៈជួយព្រះឥន្ទបានចាត់នាងទេពអប្សរឲ្យមកជួយរាជកុមារទេពអប្សរនេះបានមកជួយជប់លាក់ក៏បានលួចផ្ញើចិញ្ចៀនទៅម្ចាស់បងដោយដាក់ចិញ្ចៀនទៅក្នុងក្អមដែលនាងធ្វើជាទូទៅឲ្យអ្នកទោសតាមរយៈពិធីដងទឹកនេះនាងទេពអប្សរអាចចូលទៅរំដោះរាមលាក់អំពីទីឃុំឃាំងបានឲ្យមកវិញជួបជុំបងប្អូនដោយសុវត្ថិភាព